ណាគេខ្លះចិត្តបបរគ្រឿងដូចខ្ញុំចាញ់មកថ្ងៃនេះដែរគឺខ្ញុំបញ្ចេញស្នាដៃជាមួយនឹងបបរគ្រឿងហើយបបរគ្រឿងខ្ញុំនេះគឺបបរគ្រឿងផាត់ថៃណាខ្ញុំជ្រើជាមួយនឹងឆ្អឹងចេនីឈូកឆ្អឹងឈូកហើយនឹងផាត់ថៃឆ្លាតចាជាដំបូងខ្ញុំធ្វើការបំពងខ្ទឹមសិនទីទៅដាក់ខ្លាញ់ចូលក្តៅហើយបន្ទាប់មកចាំយើងដាក់ខ្ទឹមចូលចាយើងធ្វើការរំលីងបំពងវាហ្នឹងរហូតដល់តាវាយើងក្រហមល្មមទៅគឺបានហើយកុំបាច់ក្រហមខ្លាំងពេកសម្រាប់មុខម្ហូបហ្នឹងវិញប្រេងខ្ញុំក៏អត់សូវ support ឲ្យធ្វើឯងដោយសារតាពីរនាក់អីចឹងទៅហើយគាត់ថាកុំឲ្យរវល់ច្រើនអញ្ចឹងតែខ្ញុំអត់ទេខ្ញុំចូលចិត្តគឺខ្ញុំចង់មកខ្ញុំចូលចិត្តធ្វើខ្ញុំចិត្តញ៉ាំដែរតែពេលចឹងទៅវាគប់ផ្សំគ្នាធ្វើឲ្យយើងមានកម្លាំងចិត្តក្នុងការធ្វើឥឡូវហ្នឹងខ្ញុំបំពងខ្ទឹមរៀងចាក់តែយើងទុកកុំដួសឆត់អស់ពេកយើងទុកពេលយើងឆាអង្ករសម្រាប់បបរឆាអង្ករមិនឆ្ងាញ់បើសិនជាយើងប៉ុន្តែតាមចំណូលចិត្តទេបើសិនក៏អត់ចូលចិត្តឆាក៏បានដែរតែបើខ្ញុំចូលចិត្តឆាព្រោះឆាទៅអង្ករយើងរៀងក្រហមតំណងហ្មងចាដូចខ្ញុំធ្វើអញ្ចឹងគឺធ្វើការដាក់ប្រេងខ្យងក៏ដូចជាហាប៊ីយើងចូលទឹកត្រីស្ករប៊ីចេងអីយើងដាក់បន្តិចបានហើយមិនដាក់ច្រើនពេកយើងដាក់ឲ្យមានរសជាតិនៅក្នុងសាច់អង្ករហ្នឹងយើងកុំដាក់ខ្លាំងពេកចាណាប្រើខ្លាំងពេកទៅពេលដែលយើងស្មានជាមួយនឹងពេលយើងដាក់ទឹកបបរនោះវាអត់សូវត្រូវនេះទៅខ្ញុំមិនជាបកែធ្វើម្ហូបអីប៉ុន្តែខ្ញុំចូលចិត្តញ៉ាំអញ្ចឹងដូចខ្ញុំប្រាប់អញ្ចឹងធ្វើឲ្យយើងចង់ផងចាឥឡូវទឹកយើងពុះហើយធ្វើការដាក់ដុំស៊ុបខ្នុរបារម្ភទៅដើម្បីបង្កើនរសជាតិឲ្យវាមានជាតិកាន់តែខ្លាំងជាងហ្នឹងបបរវាស្តៀងនឹងស៊ុបដែរទាំងអស់គ្នាចាបើយើងធ្វើរៀងស្លែមអីគឺអត់ឆ្ងាញ់ទេត្រូវមានបន្ថែមរសជាតិខ្លះហើយយើងក៏ធ្វើការដាក់ឆ្អឹងឈូកនិយាយទៅយើងធ្វើតាមបរិមាណនៃសមាជិកគ្រួសារយើងបើសិនយើងច្រើនយើងដាក់ច្រើនទៅបើខ្ញុំមានតែ2នាក់ខ្ញុំដាក់2នាក់បើជុំគ្រួសារខ្ញុំដាក់ច្រើនសម្រាប់ទឹកដែលពុះហ្នឹងយើងដាក់ស្ករប៊ីចេងទឹកត្រីអំបិលអីទៅតាមហ្នឹងទៀតយើងដាក់ល្មមបានកុំដាក់ច្រើនពេកព្រោះអីយើងមានយើងបានដាក់ជាមួយនឹងឆាអង្ករនេះហើយតែតើដាក់អង្ករដែលនេះឆាហើយចូលទៅក្នុងទឹកស៊ុបយើងហ្នឹងទៅចាទឹកយើងបានដាំហ្នឹងធ្វើការកូរវាឲ្យកុំឲ្យវានៅដុំចាកូរវាឲ្យរលាយចូលគ្នាអត់តែគ្រប់ទុកទៅរហូតដល់តែវាពុះចាំយើងធ្វើការដាក់គ្រឿងបន្ថែមទៀតចាឥឡូវនេះខ្ញុំចាំធ្វើការដាក់ប្រហិតត្រីហ្នឹងជ្រើជាមួយនឹងផាត់ត្រីឆ្លាតបងប្អូនមិនឆ្ងាញ់វាឆ្ងាញ់ហើយស្វិតល្អវាអត់ឆ្អាបអត់អីនិយាយទៅបំញចំដើមចិញ្ចៀនរូបរាងហើយតែមិនដាក់ជាមួយនឹងសាច់ច្បើងនេះក៏ជាចំណូលចិត្តខ្ញុំដែរគឺខ្ញុំអត់ដាក់អីសាច់អីញ៉ៃច្រើនទេតែប៉ុណ្្នឹងបានហើយយើងញ៉ាំតែ2នាក់ឆ្ងាញ់តែយកទៅណាមកអស់ចាតមកយើងពុះហើយធ្វើការដាក់ជាមួយនឹងមើមខ្ទឹមវាបង្កើននៅរសជាតិដូចជាក្លិនឈ្ងុយខ្លះហើយយើងដាក់ហ្នឹងគឺដាក់ពេលយើងចិត្តបិទណាកុំដាក់យូរពេកខ្លាចតែលួយឥឡូវហ្នឹងបបរខ្ញុំមួយឆ្នាំហ្នឹងបានឆ្អិតហើយធ្វើការដួសដាក់ចាននិយាយទៅតំណងអត់ខ្ញុំរ៉េតឲ្យខ្លួនឯងថា9លើ10អត់មានអាសាខ្ញុំសាខ្លួនឯងពួកអីអូយគាត់ឃើញខ្ញុំមកចូលសលេងខ្ញុំឃ្លានទៀតហើយព្រោះខ្ញុំញ៉ាំហើយបានខ្ញុំមិនធ្វើកាត់វីដេអូហ្នឹងមានអារម្មណ៍ថាឃ្លានទៀតប៉ុន្តែពេលខ្លះហត់ដែរដោយសារអីវាគ្រឿងច្រើនណាវាត្រូវការពេលច្រើនខ្ញុំធ្វើនោះជារយៈពេល1ម៉ោងជាងមកយើងធ្វើគ្រឿងហើយទៅវីដេអូខ្ញុំតែប៉ុណ្្នឹងឯងអរគុណហើយបើចូលចិត្តហើយបើថាចង់ធ្វើតាមអីអាចហ៊ានធ្វើតាម